ខាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់នៅឯកសណ្ឋានជាអតិដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាលឬយោធានៅថ្ងៃទី9 ខែឧសភាឆ្នាំ2026វេលាម៉ោងប្រហែល 10:30 នាទីព្រឹកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងធំនៃអធិការដ្ឋាននគរបាលខណ្ឌកំពូលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនឹងករណីប្រើប្រាស់នៅឯកសណ្ឋានជាអតិដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាលឬយោធាប្រព្រឹត្តបទល្មើសនៅចំណុចបូរីលីរ៉ានីភូមិព្រៃតាកែសង្កាត់បឹងធំខណ្ឌកំពូលរាជធានីភ្នំពេញកាលពីថ្ងៃទី29 ខែមេសាឆ្នាំ2026ជនសង្ស័យឈ្មោះង៉ែតច័ន្ទយ៉ាភេទស្រីអាយុ21ឆ្នាំមុខរបរនៅផ្ទះនៅចំណុចបូរីលីរ៉ានីភូមិព្រៃតាកែសង្កាត់បឹងធំខណ្ឌកំពូលរាជធានីភ្នំពេញវត្តតាមចាប់យកឯកសណ្ឋាននគរបាលពណ៌ទឹកដោះគោមួយឈុតឯកសណ្ឋាននគរបាលប្រយុទ្ធមួយឈុតបច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌកំពូលដើម្បីចាត់ការតាមនីតិវិធី